វេទិកាទី21អ្នកមិនមែនជាប់គាំងដោយសារតែគ្មានឱកាសនោះទេគឺអ្នកជាប់គាំងដោយសារតែអ្នកកំពុងរងចាំការអនុញ្ញាតហើយជីវិតមិនផ្ដល់ការអនុញ្ញាតនោះទេវាផ្ដល់ឱកាសដល់អ្នកដែលបង្កើតវាជាការពិតមួយដែលវាឈឺចាប់ហើយវាក៏អាចផ្លាស់ប្ដូរជីវិតរបស់យើងម្នាក់អ្នកមិនត្រូវការឲ្យជីវិតដើម្បីផ្ដល់ឱកាសដល់អ្នកនោះទេអ្នកត្រូវក្លាយជាប្រភេទមនុស្សដែលបង្កើតឱកាសទាំងឡាយពីព្រោះឱកាសមិនធ្លាក់ពីលើមេឃនោះទេឱកាសទាំងឡាយត្រូវបានបង្កើតឡើងដោយមនុស្សដែលបដិសេធមិនទទួលយកនូវពាក្យមួយប្រយោគថាជីវិតខ្ញុំបានតែប៉ុណ្្នឹងឯងហើយមេរៀនសំខាន់ដែលអ្នកត្រូវចងចាំនោះគឺអ្នកអាចជួបនៅឱកាសឬមានឱកាសតាមរយៈការបង្កើតវាឡើងឬរចនាវាឡើងដោយខ្លួនឯងប្រសិនបើមិនបានជួបឱកាសត្រូវបង្កើតឱកាសឲ្យខ្លួនឯងមុននឹងចាប់ផ្ដើមចូលទៅដល់ការជជែកពីវេទិកាសូមជួយចុច Subscribe ដើម្បីទទួលបាននូវគន្លឹះល្អៗនៅក្នុងការអភិវឌ្ឍខ្លួននៅក្នុងវីដេអូក្រោយៗទៀតតើអ្នកធ្លាប់អង្គុយតែម្នាក់ឯងនៅពេលយប់អូសអេក្រង់ទូរស័ព្ទរបស់អ្នករំកិលចំឡើងដែរឬទេឬមួយអង្គុយតែម្នាក់ឯងមើលទៅអ្នកដទៃកំពុងតែរីកចម្រើនដើរទៅមុខហើយឆ្ងល់ថាហេតុអ្វីបានជាគ្មាននរណាម្នាក់ផ្ដល់ឱកាសឲ្យខ្ញុំការឈឺចាប់នេះវាកើតមាននៅក្នុងទ្រូងរបស់អ្នកហើយអារម្មណ៍នេះវាហាក់ដូចជាពិភពលោកកំពុងមិនអើពើនឹងអ្នកប៉ុន្តែសូមឲ្យអ្នកបដូរនឹងការគិតរបស់អ្នកហើយយល់ឲ្យច្បាស់ថាអ្នកមិនមែនជាប់គាំងដោយសារតែគ្មានឱកាសនោះទេគឺអ្នកជាប់គាំងដោយសារតែអ្នកកំពុងរងចាំការអនុញ្ញាតហើយជីវិតមិនផ្ដល់ការអនុញ្ញាតនោះទេវាផ្ដល់ឱកាសដល់អ្នកដែលបង្កើតវាជាការពិតមួយដែលវាឈឺចាប់ហើយវាក៏អាចផ្លាស់ប្ដូរជីវិតរបស់យើងម្នាក់អ្នកមិនត្រូវការឲ្យជីវិតដើម្បីផ្ដល់ឱកាសដល់អ្នកនោះទេអ្នកត្រូវក្លាយជាប្រភេទមនុស្សដែលបង្កើតឱកាសទាំងឡាយពីព្រោះឱកាសមិនធ្លាក់ពីលើមេឃនោះទេឱកាសទាំងឡាយត្រូវបានបង្កើតឡើងដោយមនុស្សដែលបដិសេធមិនទទួលយកនូវពាក្យមួយប្រយោគថាជីវិតខ្ញុំបានតែប៉ុណ្្នឹងឯងហើយមេរៀនសំខាន់ដែលអ្នកត្រូវចងចាំនោះគឺអ្នកអាចជួបនៅឱកាសឬមានឱកាសតាមរយៈការបង្កើតវាឡើងឬរចនាវាឡើងដោយខ្លួនឯងមនុស្សភាគច្រើនជឿថាភាពជោគជ័យកើតចេញពីសំណាងកើតចេញពីទំនាក់ទំនងទាំងឡាយឬក៏ការកើតនៅក្នុងគ្រួសារដែលត្រឹមត្រូវប៉ុន្តែសូមប្រឡេកមើលមនុស្សដែលជោគជ័យអ្នកខ្លះធំឡើងនៅក្នុងភាពក្រីក្រអ្នកខ្លះមកពីគ្រួសារដែលបែកបាក់អ្នកខ្លះត្រូវបានគេធ្វើបាបមិនអើពើឬមើលស្រាលអ្នកខ្លះមិនទាំងបានបញ្ចប់ការសិក្សាផងយ៉ាងណាក៏ដោយពួកគេបានផ្លាស់ប្ដូរជីវិតទាំងមូលរបស់ពួកគេហេតុអ្វីដោយសារតែពួកគេបានបដិសេធមិនរងចាំឲ្យជីវិតមានភាពយុត្តិធម៌សម្រាប់ពួកគេនោះទេពួកគេបានបង្កើតឱកាសតបខ្លួនរបស់ពួកគេទោះបីជាអ្វីៗទាំងអស់ប្រឆាំងនឹងពួកគេក៏ដោយហើយនេះជាការពិតអ្នកមិនអាចគ្រប់គ្រងកន្លែងដែលអ្នកចាប់កំណើតឬចាប់ផ្ដើមជីវិតបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងកន្លែងដែលអ្នកចង់ឲ្យជីវិតរបស់អ្នកក្លាយទៅជាយ៉ាងណាហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការបង្កើតឱកាសរបស់អ្នកអាចចាប់ផ្ដើមដោយរឿង3យ៉ាងសាមញ្ញការយល់ដឹងភាពក្លាហាននិងការធ្វើសកម្មភាពដូចនេះអ្នកអាចអនុវត្តនៅវិធីសាស្ត្រសាមញ្ញប្រកបដោយប្រសិទ្ធភាពដូចខាងក្រោមវិធីសាស្ត្រទី1ចូលចាប់ផ្ដើមជាមួយអ្វីដែលអ្នកមានទោះបីជាវាស្ទើរតែគ្មានអ្វីក៏ដោយមនុស្សបរាជ័យមិនមែនដោយសារតែពួកគេខ្វះទេពកោសល្យនោះទេប៉ុន្តែដោយសារតែពួកគេជឿថាពួកគេត្រូវការបន្ថែមទៀតមុនពេលចាប់ផ្ដើមធ្វើអ្វីមួយពួកគេត្រូវការលុយបន្ថែមពួកគេត្រូវការការគាំទ្របន្ថែមពួកគេត្រូវការការមានពេលវេលាបន្ថែមទៀតពួកគេត្រូវការការមានចំណេះដឹងបន្ថែមទៀតជាដើមប៉ុន្តែការចាប់ផ្ដើមមិនមែននិយាយអំពីមានគ្រប់គ្រាន់នោះទេវានិយាយអំពីការប្រើប្រាស់អ្វីដែលអ្នកមាននៅពេលនេះឧទាហរណ៍ទុនដែលសំខាន់បំផុតសម្រាប់ការចាប់ផ្ដើមរបស់អ្នកគឺអ្នកមានកម្លាំងនិងសុខភាពមាំមួនភាពស្មោះត្រង់ភាពក្លាហានហ៊ាននៅក្នុងការដើរចេញពីទីកន្លែងលំបាកឬទីកន្លែងសុខស្រួលតែមិនបានផ្ដល់ភាពរីកចម្រើនឬមិនធ្វើឲ្យអ្នកអាចក្លាយទៅជាមនុស្សឯករាជ្យនៅថ្ងៃអនាគតបើមិនមានប្រាក់សោះសូមចាប់ផ្ដើមជាមួយនឹងការងារណាដែលអ្នកអាចធ្វើបានសិនទោះជាការងាររោងចក្រការងារនៅតាមហាងឬការងារជាអ្នកដឹកជញ្ជូនអីវ៉ាន់ដោយយកប្រាក់ខែដើម្បីចិញ្ចឹមជីវិតចាយដោយការសន្សំសំចៃចាយទៅលើអ្វីដែលចាំបាច់ដូចជាម្ហូបផ្ទះទឹកភ្លើងជាដើមមិនត្រូវចំណាយលើសម្ភារៈទំនើបឬការទិញផ្លាស់ប្ដូរសម្លៀកបំពាក់ជាញឹកញយនោះទេ
ឬការហូបអាហារក្រៅជារៀងរាល់ថ្ងៃដោយមិនចម្អិនខ្លួនឯងនោះទេពីព្រោះការដែលអ្នកចំណាយលើម្ហូបអាហារដោយតាមរយៈការចម្អិនខ្លួនឯងវានឹងផ្ដល់សុខភាពល្អហើយនឹងការសន្សំសំចៃប្រាក់ផងដែរឬអ្នកត្រូវជៀសវាងការជួបជុំ party ស្ទើររាល់ថ្ងៃជាដើមការធ្វើបែបនេះអ្នកអាចសល់ប្រាក់នៅក្នុងការសន្សំដើម្បីការប្រើប្រាស់នៅក្នុងគោលបំណងផ្សេងបានយើងអាចបែងចែកការសន្សំសម្រាប់ការបង្កើតអាជីវកម្មតូចមួយតាមលទ្ធភាពរបស់យើងនៅថ្ងៃក្រោយឧទាហរណ៍មួយជាក់ស្ដែងចំពោះបងប្អូនប្រុសៗដែលមិនបានរៀនសូត្រឬក៏រៀនមិនចូលអាចធ្វើការសិនរួចសន្សំលុយដើម្បីរៀនជំនាញមួយចំនួនដែលយើងអាចរៀនបានដូចជាជំនាញកាត់សក់ជាដើមម្យ៉ាងវិញទៀតខ្ញុំគិតថាបងប្អូនប្រហែលជាបានដឹងពីកម្មវិធី TVET របស់រដ្ឋាភិបាលដែលបានបង្រៀនជំនាញយ៉ាងច្រើនដល់យុវជននិងប្រជាជនទូទៅអាជីវករកម្មករដែលចង់រៀនជំនាញដូចជាឆុងកាហ្វេដុតនំធ្វើម្ហូបសាឡនជាងជួសជុលម៉ាស៊ីនត្រជាក់និងខាង graphic design ជាដើមការរៀននេះមិនអស់ប្រាក់នោះទេវាជាឱកាសល្អសម្រាប់បងប្អូនដែលចង់ចេញរកស៊ីតាមជំនាញខាងលើកម្មវិធីនេះពិតជាល្អអ្នកដែលមិនទាន់មានជំនាញឬមិនមានចំណេះនៅក្នុងការរកប្រាក់ដើម្បីចិញ្ចឹមជីវិតទាំងបុរសនិងស្ត្រីអាចរៀនបានរៀនសិនរៀនចេះធ្វើការឲ្យគេសិនក៏បានបើខ្លួនឯងក៏បានប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មនោះអ្នកមិនត្រូវការប្រាក់រាប់ម៉ឺនដុល្លារនោះទេសូមចាប់ផ្ដើមជាមួយនឹងចំនួនទឹកប្រាក់តិចតួចតាមលទ្ធភាពរបស់អ្នកឧទាហរណ៍ដូចជាការចាប់ផ្ដើមពីការលក់ផលិតផលតិចតួចឬមួយត្រឹមការតាក់ទងទៅអ្នកបោះដុំហើយផុសតែអីវ៉ាន់លើ page ដោយមិនបានចំណាយដើមក៏ជាវិធីសាស្ត្រនៅក្នុងការលក់ដូរមួយដែរដោយអ្នកគ្រាន់តែចំណាយលើប្រាក់នៅក្នុងការ boost page តាមលទ្ធភាពដែលអ្នកមានតែប៉ុណ្ណោះក្រៅពីនេះអ្វីដែលអ្នកត្រូវការគឺត្រូវការនូវភាពស្មោះត្រង់ការតាំងចិត្តនិងការអត់ធ្មត់ព្រោះការធ្វើអ្វីមួយក៏ដោយមិនអាចធ្វើភ្លាមទទួលបានផលភ្លាមនោះទេឬអ្នកមានជំនាញអ្វីអាចធ្វើការចាប់ផ្ដើមផ្ដល់នូវសេវាកម្មនោះទៅអតិថិជនអ្វីក៏ដោយដែលមិនខុសសីលធម៌និងមិនខុសច្បាប់ហើយអាចជួយដោះស្រាយបញ្ហាជូនមនុស្សបាននោះអ្នកប្រកាសជាអាចរកចំណូលបានមិនថាអ្នកចង់ចាប់ផ្ដើមមុខរបរអ្វីទេសូមធ្វើការគិតពិចារណាថ្លឹងថ្លែងពីសមត្ថភាពហើយនិងធនធានដែលអ្នកមានហើយអ្វីដែលអ្នកគួរតែគិតនោះគឺត្រូវតែមានការច្នៃប្រឌិតដែលប្លែកដែលល្អនិងផ្ដល់សេវាកម្មល្អដល់អតិថិជនហើយបើជាចំណីអាហារត្រូវតែមានអនាម័យនិងជ្រើសរើសវត្ថុជាតិដើមដើម្បីយកមកផលិតដោយមិនប៉ះពាល់ដល់សុខភាពរបស់អតិថិជនរបស់អ្នកនោះអ្នកនឹងទទួលបាននូវអតិថិជនច្រើនជាក់ជាមិនខានឬតើអ្នកចង់បង្កើតមាតិកាតាមបណ្ដាញសង្គមមែនទេចូលចាប់ផ្ដើមពីការប្រើទូរស័ព្ទរបស់អ្នកប្រើពន្លឺធម្មជាតិប្រើកម្មវិធីឥតគិតថ្លៃផ្សេងៗនៅក្នុងការកាត់តវីដេអូនោះអ្នកនឹងអាចធ្វើបាននោះអ្នកនឹងអាចចាប់ដើមវាបានឬមួយអ្នកចង់កែលម្អជីវិតរបស់អ្នកមែនទេចូលចាប់ផ្ដើមជាមួយនឹងទម្លាប់ល្អមួយជារៀងរាល់ថ្ងៃដូចជាការក្រោកពីព្រលឹមជារៀងរាល់ថ្ងៃឬការអានសៀវភៅបណ្ដុះគំនិតមួយទំព័ររាល់ថ្ងៃឬស្ដាប់ podcast អប់រំបណ្ដុះគំនិតជាដើមចាប់ផ្ដើមពីទម្លាប់មួយចាប់ផ្ដើមពីជំហានតូចមួយជំហានតូចទាំងនោះគឺជាអ្វីដែលបង្កើតឱកាសទាំងឡាយដែលអ្នកគិតថាអ្នកមិនមានវិធីសាស្ត្រទី2ប្រសិនបើមិនមានទីកន្លែងណាបើកទ្វារឲ្យអ្នកចូលសាងសង់ឬបង្កើតទ្វារផ្ទាល់ខ្លួនរបស់អ្នកមនុស្សមួយចំនួននឹងមិនដែលជួយអ្នកទេមនុស្សខ្លះនឹងមិនដែលជឿជាក់លើអ្នកទេអ្នកខ្លះនឹងមើលស្រាលអ្នកហើយអ្នកខ្លះថែមទាំងសើចចំអកឲ្យក្តីសុបិនរបស់អ្នកទៀតផងប៉ុន្តែវាមិនអីនោះទេកុំកើតទុកឬខ្វល់ខ្វាយនឹងកត្តាក្រៅខ្លួនទាំងនោះអីអ្នកមិនត្រូវការអនុញ្ញាតពីពួកគេដើម្បីក្រោកឡើងឬដើម្បីក្នុងការធ្វើអ្វីមួយនោះទេឧទាហរណ៍ជាក់ស្ដែងនៃការសាងសង់ទ្វារផ្ទាល់ខ្លួនរបស់អ្នកឬបង្កើតឱកាសឲ្យខ្លួនឯងដោយអ្នកខ្លួនឯងគឺប្រសិនបើគ្មាននរណាម្នាក់ជួលឬទទួលអ្នកឲ្យធ្វើការចូលបង្កើតការងារផ្ទាល់ខ្លួនរបស់អ្នករៀនជំនាញអ្វីមួយដែលអ្នកចូលចិត្តតាមសមត្ថភាពឬក៏លទ្ធភាពបច្ចុប្បន្នរបស់អ្នកអាចទៅរួចចំពោះការរៀនជំនាញដូចខ្ញុំបានបកស្រាយខាងលើរួចទៅហើយរួចធ្វើការផ្ដល់សេវាកម្មតាមចំណេះជំនាញដែលអ្នកបានរៀននោះធ្វើជាម្ចាស់លើអាជីវកម្មខ្លួនឯងនេះហើយជាទ្វារនៃឱកាសដែលអ្នកធ្វើដោយខ្លួនឯងប្រសិនបើគ្មាននរណាម្នាក់គាំទ្រនៅក្តីសុបិនរបស់អ្នកចូលគាំទ្រវាដោយខ្លួនឯងជាមុនសិនជំនឿរបស់អ្នកសំខាន់ជាងជំនឿរបស់អ្នកដទៃវិធីសាស្ត្រទី3
ចូលប្រែคล้ายខ្លួនអ្នកឲ្យទៅជាមនុស្សប្រកបដោយសមត្ថភាពម្នាក់រហូតដល់អ្នកផ្សេងមិនអាចមើលរំលងពីសមត្ថភាពរបស់អ្នកបានប្រសិនបើគ្មាននរណាម្នាក់ផ្ដល់ឱកាសឲ្យអ្នកទេចូលធ្វើឲ្យខ្លួនអ្នកមិនអាចត្រូវបានគេមើលរំលងបាននេះមានន័យថាអ្នកត្រូវរៀនកសាងខ្លួនឯងរៀនជំនាញអ្វីមួយឲ្យពូកែឲ្យស្ទាត់ជំនាញហើយធ្វើជាម្ចាស់លើសិប្បកម្មឬក៏ម្ចាស់លើសេវាកម្មរបស់អ្នកដោយស្ងៀមស្ងាត់នៅពេលដែលគ្មាននរណាម្នាក់កំពុងមើលនៅពេលដែលគ្មាននរណាម្នាក់ខ្វល់នៅឡើយហើយនៅពេលដែលគ្មាននរណាម្នាក់ទះដៃសាទរជាមួយអ្នកវឹកហាត់និងអនុវត្តឲ្យស្ទាត់ជំនាញរៀនឬសិក្សាពីជំនាញអ្វីមួយឲ្យដូចជាអនាគតរបស់អ្នកអាស្រ័យលើវាតែមួយប៉ុណ្ណោះហើយការពិតព្រោះវាពិតជាអាស្រ័យលើជំនាញមួយពិតប្រាកដមែនចូលខិតខំបំពេញកិច្ចការលើជំនាញរបស់អ្នកជារៀងរាល់ថ្ងៃឧទាហរណ៍អ្នកចង់ក្លាយជាអ្នក design មែនទេចូលធ្វើការរចនាឬ design អ្វីមួយជារៀងរាល់ថ្ងៃបង្ហោះការរចនាឬការ design របស់អ្នកចែករំលែកពីភាពរីកចម្រើនរបស់អ្នកហើយអនុញ្ញាតឲ្យការកែលម្អនៃសមត្ថភាពខ្លួនរបស់អ្នកនិយាយជាមួយអ្នកបានន័យថាធ្វើឲ្យគេឃើញពីលទ្ធផលយើងមិនអាចចេះតែនិយាយទេហើយនៅពេលដែលជំនាញរបស់អ្នកឈានដល់កម្រិតជាក់លាក់មួយអ្នកនឹងមិនចាំបាច់ដេញតាមឱកាសនោះទេឱកាសនឹងរត់មករកអ្នកវិញមនុស្សដែលឈ្នះនៅក្នុងជីវិតគឺជាអ្នកដែលក្លាហានគ្រប់គ្រាន់នៅក្នុងការកសាងទ្វារដែលអ្នកដទៃបដិសេធមិនបើកវិធីសាស្ត្រទី4កសាងជំនាញបង្កើតឱកាសរបស់អ្នកជំនាញកាន់តែច្រើនដែលអ្នកបង្កើតពិភពលោកកាន់តែចង់បានអ្នកកាន់តែច្រើនឧទាហរណ៍អ្នកដែលដឹងពីរបៀបនៅក្នុងការទំនាក់ទំនងរបៀបនៅក្នុងការគ្រប់គ្រងពេលវេលារបស់ពួកគេរបៀបរៀនអ្វីមួយឲ្យចេះលឿនឆាប់រហ័សរបៀបក្នុងការរក្សាវិន័យរបៀបក្នុងការដោះស្រាយសម្ពាធជាដើមពួកគេនឹងបង្កើតឱកាសគ្រប់ទីកន្លែងដែលពួកគេទៅនោះហើយជាមូលហេតុដែលមនុស្សមួយចំនួនហាក់ដូចជាមានសំណាងប៉ុន្តែវាមិនមែនជាសំណាងនោះទេវាគឺជាជំនាញដែលពួកគេបានបង្កើតឡើងនៅពេលដែលគ្មាននរណាម្នាក់កំពុងមើលអ្នកអាចបង្កើតឱកាសរបស់អ្នកតាមរយៈការរៀនអ្វីមួយឲ្យស្ទាត់ជំនាញនៅក្នុងពេលវេលាមួយជាក់លាក់វិធីសាស្ត្រទី5ចូលប្រែក្លាយការឈឺចាប់និងការបដិសេធទៅជាធម៌ពលរាល់ពាក្យថាទេដែលអ្នកឮរាល់មនុស្សដែលសង្ស័យលើសមត្ថភាពរបស់អ្នករាល់ពេលដែលអ្នកត្រូវបានគេមិនអើពើរាល់ពេលដែលនរណាម្នាក់និយាយថាអ្នកមិនល្អគ្រប់គ្រាន់នោះមិនមែនជាទីបញ្ចប់នោះទេប៉ុន្តែការបដិសេធគឺជាភស្តុតាងដែលបញ្ជាក់ថាអ្នកកំពុងព្យាយាមហើយរាល់ពាក្យថាទេតែងតែមានសារមួយថាវិធីនេះមិនទាន់ត្រឹមត្រូវទេចូលសាកល្បងវិធីផ្សេងហើយនោះគឺជាការចាប់ផ្ដើមនៃភ្លើងចំណងភ្លើងនៃឆន្ទៈថាអ្នកត្រូវតែអភិវឌ្ឍខ្លួនឯងឲ្យខាងតែបានចូលប្រើការឈឺចាប់ជាអំណាចនៅក្នុងការចាប់ផ្ដើមអភិវឌ្ឍខ្លួនរបស់អ្នកប្រហែលជាក្រុមគ្រួសាររបស់អ្នកនិយាយថាអ្នកមិនដែលទទួលបានជោគជ័យអ្វីឡើយហើយប្រហែលជាគ្រូរបស់អ្នកនិយាយថាអ្នកមិនឆ្លាតគ្រប់គ្រាន់ទេហើយប្រហែលជានរណាម្នាក់ដែលអ្នកស្រឡាញ់មិនជឿលើក្តីសុបិនរបស់អ្នកនោះទេវាពិតជារឿងដែលឈឺចាប់ប៉ុន្តែការឈឺចាប់មិនមែនជាសត្រូវនោះទេសូមឲ្យការបដិសេធនីមួយៗក្លាយជាហេតុផលដែលអ្នកត្រូវខិតខំនៅក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតសូមឲ្យការសង្ស័យនីមួយៗក្លាយជាប្រភពកម្លាំងមួយទៀតសម្រាប់អ្នកសូមឲ្យការបរាជ័យនីមួយៗក្លាយជាមេរៀនដែលធ្វើឲ្យអ្នកកាន់តែមុតស្រួចកាន់តែខ្លាំងកាន់តែរឹងមាំនេះជារបៀបដែលឱកាសត្រូវបានបង្កើតឡើងតាមរយៈការឆ្លងកាត់នឹងការបដិសេធហើយអ្នកមិនព្រមចោះចាញ់ឬបោះបង់ចោលវិធីសាស្ត្រទី5ចូលក្លាយជាមនុស្សដែលមិនរងចាំប៉ុន្តែធ្វើសកម្មភាពការគ្រាន់តែសុបិនវាជារឿងងាយស្រួលការធ្វើផែនការវាជារឿងងាយស្រួលការនិយាយវាកាន់តែស្រួលមានតែសកម្មភាពទេដែលផ្លាស់ប្ដូរជីវិតរបស់អ្នកពិតប្រាកដឧទាហរណ៍ប្រសិនបើអ្នកចង់រៀនជំនាញចូលកុំគ្រាន់តែមើលវីដេអូចូលចាប់ផ្ដើមរៀននិងអនុវត្តប្រសិនបើអ្នកចង់បានសុខភាពល្អចូលកុំគ្រាន់តែទិញសម្លៀកបំពាក់សម្រាប់ការហាត់ប្រាណប៉ុន្តែចូលចាប់ផ្ដើមដើរចាប់ផ្ដើមហាត់ប្រាណចាប់ផ្ដើមនៅក្នុងការបែកញើសប្រសិនបើអ្នកចង់ទទួលបាននូវភាពជោគជ័យសូមកុំគ្រាន់តែប្រាថ្នាធ្វើការឲ្យមុតស្រួចនិងពុះពៀតស៊ូនៅគ្រប់ឧបសគ្គសកម្មភាពគឺជាស្ពានរវាងភាពគ្មានឱកាសនិងខ្ញុំបានបង្កើតឱកាសរបស់ខ្ញុំវិធីសាស្ត្រទី6ចូលគោះទ្វាររហូតដល់មានទ្វារមួយបើក
ពេលខ្លះឱកាសដែលអ្នកចង់បានមិនលេចឡើងនោះទេលុះត្រាតែអ្នកសុំលុះត្រាតែអ្នកធ្វើដំណើរទៅរកវាដូច្នេះចូលធ្វើការទំនាក់ទំនងផ្ញើសារសុំឱកាសស្ម័គ្រចិត្តហាត់ការឬធ្វើការនៅក្នុងតំណែងណាមួយចូលធ្វើការតាក់ទងទៅអ្នកកាន់គម្រោងឬអ្នកចាត់ចែងជ្រើសរើសបុគ្គលិកជាដើមផ្ញើប្រវត្តិរូបប្រវត្តិនៃការសិក្សាឬប្រវត្តិនៃបទពិសោធន៍ការងាររបស់អ្នកដាក់ពាក្យស្នើសុំគម្រោងស្នើសុំឱកាសមិនថាជាឱកាសហាត់ការយកបទពិសោធន៍ឬធ្វើជាបុគ្គលិកនោះទេចូលធ្វើការសុំឱកាសនោះកុំខ្លាចនៅក្នុងការប្រឈមនឹងលទ្ធផលជាប់ឬធ្លាក់តតែសាកល្បងទើបដឹងថាអ្នកនៅត្រូវការការកែលម្អកន្លែងណានៅខ្វះខាតកន្លែងណាជាដើមចូលខ្លាចនៅក្នុងការដែលត្រូវស្ថិតនៅកន្លែងដែលអ្នកនៅដដែលមិនមានផ្ដល់ភាពរីកចម្រើនដល់អ្នកចូលហ៊ាននៅក្នុងការសុំនៅឱកាសថ្មីសម្រាប់ជីវិតប៉ុន្តែប្រសិនបើទ្វារនីមួយនៅតែបិទនោះមិនមែនជាការបរាជ័យនោះទេនេះជាទិសដៅដែលប្រាប់អ្នកថាសញ្ញាមួយដែលបង្ហាញថាអ្នកត្រូវបង្កើតទ្វារបន្ទាប់ដោយខ្លួនឯងឧទាហរណ៍ប្រសិនបើគ្មានអ្នកណាជួលអ្នកជាអ្នក design ចូលចាប់ផ្ដើមនៅក្នុងការបង្កើតការងារដោយខ្លួនឯងប្រសិនបើគ្មានអ្នកណាដំឡើងតំណែងអ្នកនៅកន្លែងធ្វើការចូលចាប់ផ្ដើមគម្រោងផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងឬក្រៅក្រុមហ៊ុនឱកាសដែលបង្កើតដោយខ្លួនឯងច្រើនតែធំជាងឱកាសដែលអ្នកត្រូវបានបដិសេធវិធីសាស្ត្រទី7បង្កើតវេទិកាផ្ទាល់ខ្លួនរបស់អ្នកនេះគឺជាពិភពលោកសម័យទំនើបសម័យបច្ចេកវិទ្យាអ្នកលែងត្រូវការរងចាំត្រូវការការអនុញ្ញាតដើម្បីក្លាយជានរណាម្នាក់ទៀតហើយបើអ្នកចង់បង្រៀនចូលចាប់ផ្ដើមនៅលើ YouTube បើអ្នកចង់លក់ផលិតផលចូលចាប់ផ្ដើមលក់តាមអ៊ីនធឺណិតបើអ្នកចង់ក្លាយជាអ្នកលើកទឹកចិត្តឬក៏ជំរុញទឹកចិត្តចូលចាប់ផ្ដើមបង្ហោះសារល្អៗតាមបណ្ដាញសង្គមបើអ្នកចង់ក្លាយជាអ្នកដឹកនាំចូលចាប់ផ្ដើមសរសេរជាសាធារណៈវេទិកាឬក៏ platform ទាំងឡាយនៅថ្ងៃនេះគឺជាច្រកទ្វារដែលអ្នកអាចសាងសង់ដោយដៃរបស់អ្នកផ្ទាល់ចូលបង្ហាញការងាររបស់អ្នកបញ្ចេញនិងបន្លឺសម្លេងរបស់អ្នកបង្ហាញពីការរីកចម្រើនរបស់អ្នកដោយការព្យាយាមតាមរយៈការហាត់ធ្វើជាប្រចាំទៀងទាត់ជាប់លាប់អ្នកអាចយកឈ្នះលើទេពកោសល្យនៅពេលដែលទេពកោសល្យនៅស្ងៀមស្ងាត់បើមនុស្សដែលមានទេពកោសល្យតែមិនហ៊ានសម្ដែងបង្ហាញចេញមកក្រៅសួរថាមានអ្នកណាដឹងអ្នកដែលមានទេពកោសល្យនោះពិតជាមិនអាចចាប់យកឱកាសឬបង្កើតឱកាសអ្វីឡើងទេប្រសិនបើឥឡូវនេះអ្នកប្រហែលជាមានអារម្មណ៍ថាមើលមិនឃើញពីអនាគតអ្នកប្រហែលជាមានអារម្មណ៍ថាជីវិតមិនបានកត់សម្គាល់ឃើញពីការប្រឹងប្រែងការឈឺចាប់ដីសុបិនរបស់អ្នកទេប៉ុន្តែភាពមើលមិនឃើញនេះវាគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះពេលដែលអ្នកសម្រេចចិត្តថាអ្នកលែងរងចាំទៀតហើយអ្នកសម្រេចចិត្តថាអ្នកលែងអង្វរទៀតហើយអ្នកសម្រេចចិត្តថាអ្នកលែងសង្ឃឹមថាមាននរណាម្នាក់ជ្រើសរើសអ្នកទៀតហើយពេលនោះហើយគឺជាពេលវេលានៃកំណើតនៃជីវិតថ្មីរបស់អ្នកមិនមែនជាមនុស្សដែលគ្មានថាមពលនោះទេអ្នកមិននៅក្រោយគេនោះទេអ្នកមិនមែនត្រូវបានគេបំភ្លេចចោលនោះទេគឺអ្នកស្ថិតនៅក្នុងដំណាក់កាលដែលអ្នកត្រូវកសាងខ្លួនឯងដោយខ្លួនឯងថ្ងៃណាមួយនរណាម្នាក់នឹងមើលមកអ្នកហើយនិយាយថាអូអ្នកពិតជាសំណាងណាស់ប៉ុន្តែមានតែអ្នកនឹងដឹងការពិតវាមិនមែនជាសំណាងនោះទេវាមិនមែនជាឱកាសនោះទេវាមិនមែនជាមន្តអាគមអ្វីនោះទេវាគឺជាអ្នកដែលបង្កើតឱកាសរបស់អ្នកដោយដៃរបស់អ្នកផ្ទាល់ដោយភាពក្លាហានរបស់អ្នកផ្ទាល់ដោយភ្លើងនៃឆន្ទៈដ៏មុតរបស់អ្នកផ្ទាល់ដូចនេះថ្ងៃនេះសូមសន្យាជាមួយខ្លួនឯងថាប្រសិនបើខ្ញុំមិនមានឱកាសខ្ញុំនឹងបង្កើតឱកាសរបស់ខ្ញុំហើយខ្ញុំនឹងក្រោកឡើងជានិច្ចហើយប្រសិនបើអ្នកមិនទាន់ឃើញពីលទ្ធផលនៅឡើយទេអ្នកប្រហែលជាមានអារម្មណ៍ថាគ្មានអ្វីកំពុងផ្លាស់ប្ដូរទេអ្នកប្រហែលជាមានអារម្មណ៍ថាជីវិតមិនយុត្តិធម៌ទេប៉ុន្តែចូលជឿជាក់នឹងខ្លួនឯងថាប្រសិនបើអ្នកចាប់ផ្ដើមបង្កើតឱកាសផ្ទាល់ខ្លួនរបស់អ្នកឥឡូវនេះនោះនៅថ្ងៃអនាគតអ្នកនឹងសប្រាប់ខ្លួនឯងថាអរគុណខ្លួនឯងដែលមិនបានបោះបង់ចោលនៅពេលដែលអ្នកគ្មានអ្វីសោះជីវិតនឹងមិនផ្ដល់ឱកាសឲ្យអ្នកនោះទេប៉ុន្តែអ្នកដោយភាពក្លាហានការឈឺចាប់ការតស៊ូរបស់អ្នកអាចកសាងអ្វីគ្រប់យ៉ាងដែលអ្នកស្រមៃចង់បានដូច្នេះកុំរងចាំឱកាសបង្កើតវាមួយជំហានម្ដងនៅក្នុងពេលវេលាដ៏ក្លាហានមួយហើយរឿងរ៉ាវរបស់អ្នកមិនទាន់ចប់ទេវាទើបតែចាប់ផ្ដើមតែប៉ុណ្ណោះប្រសិនបើអ្នកពេញចិត្តនៅមាតិកាប្រភេទនេះសូមចុច like subscribe និង share ជាមួយមនុស្សជុំវិញដើម្បីចូលរួមចែករំលែកចំណេះដឹងដល់សង្គមទាំងអស់គ្នាសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត